ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការរៀនភាសាចិនហើយថ្ងៃនេះខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នាបន្តទៀតពាក់ព័ន្ធជាមួយនឹងឆ្លង E ចាអញ្ចឹងឃ្លាដែលខ្ញុំចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នាគឺយើងអានថា五间不善五间不善ចាអញ្ចឹង五间不善មានន័យថាមិនជួបមិនចាក់ចែងចា五间不善អញ្ចឹងពាក្យថាពុគឺយើងបកថាមិនឬក៏មិនយោពុមិនយោចាអញ្ចឹងជៀនមានន័យថាជៀនមានចាជៀនមានមានន័យថាជួបពុដដែលគឺពុមិនសានមានន័យថា离开ចា离开ចាក់ចេញអញ្ចឹងយើងឧទាហរណ៍ចា明天学校门口见不见不散明天学校门口见不见不散ចាអញ្ចឹងមានន័យថាម៉េចថ្ងៃស្អែកជួបគ្នានៅមុខទ្វារសាលាឬក៏មាត់ទ្វារសាលារៀនចាមិនជួបមិនចាក់ចេញអញ្ចឹងកន្លែងឃ្លាហ្នឹងគឺចង់មានន័យថាយើងសន្យាជាមួយនឹងដៃគូរបស់យើងថាយើងជួបគ្នានៅទីតាំងមួយណាហើយបើសិនបើម្នាក់ទៀតចាអត់ឃើញមកគឺម្នាក់ទៀតដែលជាដៃគូណាត់ជួបគ្នាហ្នឹងគឺអត់ចាក់ចេញទេមានថាតើតែជួបមុខគ្នាទើបបានចាក់ចេញអញ្ចឹងគឺគេនិយាយថាពាក់ព័ន្ធជាមួយនឹងការសន្យាគ្នាចាអញ្ចឹងដូចខ្ញុំឧទាហរណ៍ថាយើងធ្លាប់ទៅជួបគ្នានៅកន្លែងចាស់ណាមួយហើយបន្ទាប់មកថាយើងថ្ងៃហ្នឹងជួបគ្នានៅកន្លែងចាស់ពូជៀនពូសានអញ្ចឹងមានន័យថាយើងជួបគ្នានៅកន្លែងចាស់ហើយបើសិនបើអត់ឃើញដៃគូម្ខាងទៀតមកទេគឺយើងអត់ចាក់ចេញទេចាអញ្ចឹងខ្ញុំអានឃ្លានឹងឲ្យអ្នកទាំងអស់គ្នាម្ដងទៀតពូជៀនពូសានពូជៀនពូសានចាមិនជួបគឺមិនចាក់ចេញអញ្ចឹងខ្ញុំចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នាទាំងប៉ុណ្ណឹងហើយបើសិនអ្នកទាំងអស់គ្នាមានចម្ងល់អាច comment នៅខាងក្រោមវីដេអូបានហើយបើសិនមកពេញចិត្តវីដេអូដែលខ្ញុំចែករំលែកសូមអ្នកទាំងអស់គ្នាជួយចុច like និង share អរគុណជួបគ្នានៅវីដេអូក្រោយ谢谢